បងប្អូនណាខ្លះឲ្យតែល្ងាចឡើងនៅឃើញអាជាបាទអាចសាកធ្វើមកមុខនេះបានបាទគឺថាត្រូវគ្នាណាគ្រប់ជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹងចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើបុកសាច់គោជាមួយនឹងសណ្តែកគួរបាទអីបុកមកមុខនេះធានាថាឆ្ងាញ់ទៀតហើយពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនណាដែលចូលចិត្តអាជាបាទគឺថាត្រូវណាមកមុខនេះចាំជាដំបូងមកគឺយើងមានសាច់គោហើយសាច់គោថ្ងៃនេះខ្ញុំទិញកន្លះគីឡូបាទយកមកយើងក្លាក់ជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចទៅបាទហើយសម្រាប់សាច់គោយើងយកមកធ្វើបុកសណ្តែកគួរបាទយើងរើសយកសាច់តែល្អសាច់តែផុយមកណាពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវខ្ញុំដាក់ប៊ឺបន្តិចហើយសាច់គោយើងមុននឹងយកទៅបុកជាមួយនឹងសណ្តែកគួរបាទគឺខ្ញុំយកវាមកចៀនសិនបាទយើងចៀនវាមិនឲ្យឆ្អិន 100% ទេពុកម៉ែបងប្អូនបាទគឺឲ្យឆ្អិនប្រហែលជា70ទៅ 80% ណាតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនចូលចិត្តប្រហែលភាគរយបាទចៀនទៅប៉ុណ្ណឹងទៅបាទហើយដូចខ្ញុំនេះប្រហែលជា70% ទេបាទឲ្យឆ្អិនតែប៉ុណ្ណឹងទៅបានហើយឥឡូវឃើញថាសាច់របស់យើងវាឆ្អិនដែលយើងអាចយកវាមកបុកជាមួយនឹងសណ្តែកគួរបានហើយឥឡូវខ្ញុំចាប់ផ្ដើមហាន់សាច់ហើយបុកសណ្តែកគួរបាទសាច់តែកាលណាឆ្អិនពេកក៏អត់ឆ្ងាញ់ដែរបាទគឺយើងឲ្យឆ្អិនតែ70-80% ទៅបាទហើយយើងយកមកយើងហាន់វាបាទហាន់វាជាបន្ទះស្ដើងល្មមណាយើងកុំហាន់វាក្រាស់ពេកតែកាលណាយើងហាន់ក្រាស់ពេកសាច់គោវាពិបាកញ៉ាំដែរទូរសាច់នឹងផុយប៉ុណ្ណាក៏ដោយក៏រៀងពិបាកញ៉ាំបន្តិចនេះឃើញហើយដូចខ្ញុំបង្ហាញអញ្ចឹងឃើញថាសាច់របស់យើងគឺថាប៉ុណ្នេះល្មមជាតិបើណាពុកម៉ែបងប្អូនមកសាច់ប៉ុណ្នេះគឺថារសជាតិរបស់វាឆ្ងាញ់ហើយពេលដែលយើងញ៉ាំទៅគឺថាបើកម្លាំងមែនតើបាទហើយមុខម្ហូបមួយមុខនេះក៏ងាយនៅក្នុងការធ្វើដែរពុកម៉ែបងប្អូនបាទអត់ពិបាកទេហើយចំណាយពេលតែប្រហែលនាទីហ្នឹងគឺយើងធ្វើបានញ៉ាំហើយថ្ងៃនេះខ្ញុំបុកសាច់គោយករសជាតិរៀនដិតបន្តិចដើម្បីយើងញ៉ាំជាមួយនឹងបន្លែបាទបន្លែថ្ងៃនេះមានដូចជាត្រសក់មានដូចជាអីតិចតួចយើងលាយអញ្ចឹងណាបាទអ្វីដែលយើងចូលចិត្តបាទពុកម៉ែបងប្អូនចូលចិត្តបន្លែអីបាទគឺយើងយកវាមកហើយសម្រាប់ត្រប់បើត្រប់ស្រួយគឺខ្ញុំចាប់វាជាបន្ទះស្ដើងល្មមទៅហើយខ្ញុំត្រាំជាមួយនឹងទឹកកកបន្តិចបាទដើម្បីឲ្យវារៀងស្រួយផងហើយនឹងកុំឲ្យវាឡើងខ្មៅអញ្ចឹងណាបាទឥឡូវខ្ញុំចាប់ផ្ដើមបុកជាមួយនឹងសាច់គោនេះគ្រឿងផ្សំដូចខ្ញុំបង្ហាញអញ្ចឹងសាច់គោបាទហើយមានសណ្តែកគួរត្រសក់នេះគឺយើងសម្រាប់ហូបផ្ទាប់ជាមួយនឹងបុកសណ្តែកគួរទេបាទហើយយើងមានខ្ទឹមសម្ទេសបាទហើយខ្ចប់នេះគឺប្រហុកបាទគឺខ្ញុំខ្ចប់ហុកអាំងវាឈ្ងុយណាយើងយកវាមកបុកបាទហើយនេះគឺខ្ញុំលាយពពាយបន្តិចបាទមានត្រាប់ស្រួយមានពពាយបន្តិចបាទហើយឥឡូវខ្ញុំចាប់ផ្ដើមបុកជាមួយនឹងខ្ទឹមបាទខ្ទឹមហើយនឹងម្ទេសហ្នឹងម្ទេសដាក់ទៅតាមចំណង់ចំណូលចិត្តទៅពុកម៉ែបងប្អូនជួយចិត្តហើបាទដាក់ម្ទេសរៀងច្រើនតិចទៅបន្ទាប់មកយើងចាក់ជាមួយនឹងប្រហុកបាទប្រហុកថ្ងៃនេះខ្ញុំប្រើប្រហុកសាច់បាទហើយយើងយកវាទៅអាំងឲ្យឈ្ងុយណាពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតបាទស្ករត្នោតប្រហែលជាមួយស្លាបព្រាបាយទៅបាទហើយបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចប៊ីចេងបន្តិចបាទហើយយើងច្បាច់ក្រូចឆ្មា2 3 4ចំណិតបាទរសជាតិគឺពុកម៉ែបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តខ្លួនឯងទៅពុកម៉ែបងប្អូនជួយចិត្តរសជាតិរៀងជូរអែមជូរហឹរបាទគឺដាក់ទៅតាមនឹងអញ្ចឹងណាពុកម៉ែបងប្អូនបាទឥឡូវខ្ញុំចាប់ដើមដាក់បន្លែចូលហើយគឺយើងច្បល់បាទគឺយើងបុកវាល្មមទេហើយយើងច្បល់ទៅអស់ហើយគ្រឿងទាំងអស់ហ្នឹងវាសព្វចូលគ្នាហើយខ្ញុំដាក់ជាមួយនឹងសាច់គោចូលទៅយើងត្រឡប់ចូលគ្នាណាពុកម៉ែបងប្អូនបាទយើងគាត់តែបុកជ្រុងវាដើម្បីឲ្យវាចូលជាតិគ្នាទេបន្ទាប់មកយើងបន្ថែមជាមួយនឹងសណ្តែកដីជីនឹងវងបាទឥឡូវឃើញថារួចរាល់ហើយបាទខ្ញុំចាប់ដើមដួសដាក់ចាននេះពុកម៉ែបងប្អូនឃើញទេមុខម្ហូបមួយមុខនេះគឺថាអែមណាពុកម៉ែបងប្អូនទំនេរបាទនឹកឃើញថាចង់ហូបអីហ្នឹងគឺថាធ្វើទៅត្រូវហើយបាទងាយឡើងជាពិសេសបើមានជាក់ទៀតគឺថាអែមណាហើយឥឡូវខ្ញុំបន្ថែមជាមួយនឹងសណ្តែកដីបាទយើងសណ្តែកដីយើងបុកព្រាងម៉ត់បន្តិចក៏បានមិនបាច់មកពេកក៏បានដែរបាទហើយយើងដាក់ពីលើទៅមានជីមានអីបន្ថែមចឹងណាហើយបើរសជាតិវារីស្ទើបាទយើងបន្ថែមជាមួយនឹងក្រូចឆ្មាបាទក្រូចឆ្មាមួយចំណិតទៀតទៅនេះខ្ញុំធ្វើសម្រាប់ភ្ញៀវឬក៏សម្រាប់បងប្អូនណាដែលគាត់ចូលចិត្តញ៉ាំរៀងជូរចឹងគាត់អាចច្បាច់ក្រូចឆ្មានឹងពីលើបន្ថែមច្បល់តិចទៀតទៅណាបាទហ្នឹងហើយមុខម្ហូបគឺថាមានតែប៉ុណ្្នឹងទេបាទហើយរបៀបធ្វើគឺថាងាយពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយបាទសង្ឃឹមថាអាចចេះធ្វើណាបើសិនជាអត់ចេះធ្វើបកមកមើលវីដេអូនេះម្ដងទៀតបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណបាទជួបគ្នាវីដេអូក្រោយៗទៀត